ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងខ្ញុំមាន comment របស់បងប្រុសម្នាក់ដែលគាត់បាន comment នៅវីដេអូណាគាត់គឺជាអ្នកចំការហើយខ្ញុំបានធ្វើវីដេអូតាក់ទងជាមួយនឹងចោលលួចផ្លែឈើនៅចំការគាត់ថាមកយប់គាត់អត់បានដេកទេដោយសារតែតាមដានការពីកុំឲ្យចោលលួចខ្ញុំយល់អារម្មណ៍នេះព្រោះខ្ញុំក៏ជាអ្នកចំការអ្នកធ្វើស្រែដែរណាបងណាយល់អារម្មណ៍មួយនេះចោលណាក៏ស្អប់ដែរខ្ញុំក៏ស្អប់ចោលបងក៏ស្អប់ចោលហើយអ្នកដែលពងមើលវីដេអូហ្នឹងក៏ស្អប់ចោលដូចខ្ញុំអញ្ចឹងគ្រាន់ថាទំហំនៃការស្អប់ចោលណាយើងបែងចែកតែថាជាចោលលួចវាមានច្រើនប្រភេទអាមួយលួចរបស់មានតម្លៃអាមួយទៀតលួចរបស់អត់មានតម្លៃបើសិនជាវាជាចោលនេះអាចោលហ្នឹងវាលួចរបស់ដែលមានតម្លៃវានឹងជាប់ពន្ធនាគារក៏ប៉ុន្តែចោលមួយទៀតលួចរបស់ដែលអត់មានតម្លៃអាចជាប់ពន្ធនាគារណាបងណាលួចរបស់ឧទាហរណ៍ថាលួចរបស់ហូបมันអាចជាប់ពន្ធនាគារបានទេធ្វើម៉េចបើគ្នាឃ្លានគ្នាត្រូវតែលួចអញ្ចឹងហើយបើមិនលួចវាដាច់ពោះស្លាប់តាមច្បាប់គឺមិនជាប់ពន្ធនាគារទេគ្រាន់តែថាបើសិនជាគាត់លួចរបស់ហូបហ្នឹងជាផ្លែឈើគាត់លួចយកទៅណាឧទាហរណ៍លួចយកទៅលក់ណាគាត់លួចយកទៅធ្វើអីផ្សេងក៏យើងគ្មានសិទ្ធឲ្យគាត់ជាប់ពន្ធនាគារដែរច្រើនបំផុតគឺចាប់គាត់នឹងយកឲ្យសមត្ថកិច្ចចាប់ឲ្យមេភូមិមេឃុំឲ្យគាត់ដឹងឮដើម្បីទាមទារយកសំណងមកវិញណាទាមទារយកសំណងមកវិញយើងអត់មានសិទ្ធទៅវាយគេទេបើមិនវាយគេវាអាចគ្រោះថ្នាក់ដល់យើងអញ្ចឹងខ្ញុំចែកម្លេចដើមទៅម្ចាស់ចំការណាបើសិនជាចាប់បានយើងក៏វាយគេបើវាយគេយើងមានទោសណាទោសធ្ងន់ណាបងប្អូនយើងទោសធ្ងន់យើងចាប់គេបានថាគេចោលលួចផ្លែឈើហើយយើងទៅវាយគេវាមានទោសធ្ងន់ខ្ញុំយល់អារម្មណ៍បងប្អូនយើងអ្នកជាម្ចាស់ចំការណាខ្ញុំក៏ជាម្ចាស់ចំការមួយដែរធ្លាប់ដាំម្លឹកធ្លាប់ដាំតសក់ស្រូវតសក់ផ្សេងសណ្ដែកដាំច្រើនណាស្រូវក៏ធ្វើដែរមានទាំងចិញ្ចឹមត្រីទៀតតែនៅតែមានចោលមកឆក់ត្រីមកលួចត្រីមកលួចបេះផ្លែឈើក៏ប៉ុន្តែចាប់មិនដែរបានណាចាប់មិនដែរបានទោះដឹងថាម្នាក់នឹងលួចក៏ដោយក៏យើងមិនហ៊ាននិយាយថាគេម្នាក់នឹងលួចដែរលុះត្រាយើងចាប់បានហើយចាប់បានក៏យើងមិនមានទៅធ្វើអីគេទេចាប់គេយកឲ្យមេភូមិមេឃុំដើម្បីចុះកិច្ចសន្យាសងរបស់របរយើងមកវិញដែលយើងធ្លាប់បាត់ណាហើយធ្វើកិច្ចសន្យាបើសិនមានលើកក្រោយត្រូវធ្វើម៉េចអញ្ចឹងណាយើងអត់មានសិទ្ធិទៅវាយគេធ្វើបាបគេទេវាជាប់ទោសយើងអញ្ចឹងណានេះគឺជាវីដេអូល្អមួយដែរទៅកាន់ម្ចាស់ចំការបើសិនចាប់បានក៏វាយគេយើងមានទោសធ្ងន់ណាទោសហ្នឹងមិនមែនទោសធម្មតាគឺទោសប្រមត្តនណាទោសប្រមត្តនព្រោះយើងបានវាយគេមានរបួសស្លាប់ហូរឈាមអញ្ចឹងទៅណាគឺទោសប្រមត្តនទោសវាយដំធ្វើបាបគេនឹងឯងអរគុណបងប្អូនយើងការបារម្ភរបស់បងប្អូនយើងចែកលេខមកកាន់ខ្ញុំថាកុំអាណិតចោលអីខ្ញុំមួយថ្ងៃតាមចោលរហូតនឹងមិនបានដេកបានពួនទេហ្នឹងហើយយល់អារម្មណ៍ខ្ញុំក៏ធ្លាប់អញ្ចឹងដែរណាបាទអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅម្ចាស់ចំការទាំងអស់បើយើងចាប់បានចោលយើងបញ្ជូនទៅកាន់មេភូមិមេឃុំឬប៉ូលីសសមត្ថកិច្ចឲ្យលោកនឹងជួយយើងនឹងដើម្បីទារសំណងឲ្យយើងដែលយើងបាត់ហ្នឹងឧទាហរណ៍ថាយើងបាត់របស់អីបាត់ផ្លែឈើអីរបស់អីផ្សេងយើងប្តឹងទៅដើម្បីទារសំណងសងមកយើងវិញណាបើយើងវាយគេវាខុសហើយបើសិនយើងចាប់គេបានហើយយើងបខាំងទុកគេទៀតអាហ្នឹងចូលបត់បខាំងទុកមនុស្សទុកអាហ្នឹងវាមិនទោសប្រមត្តនណាធ្ងន់ជាបត់លួចអញ្ចឹងបងប្អូនយើងដែលជាម្ចាស់ចំការទាំងអស់ដែលបានចោលចូលលួចទី1គឺកុំវាយគេណាចាប់យកឲ្យមេភូមិមេឃុំដើម្បីឲ្យគាត់ជួយរកសំណងឲ្យយើងវិញទី2ហាមចាប់បង្ខាំងទុកគេរហូតដល់មួយយប់ណាបើសិនយើងបង្ខាំងទុកអញ្ចឹងទៅវាអាចមានបញ្ហាណាវាចូលបត់បង្ខាំងមនុស្សទុកអញ្ចឹងវាចូលទោសប្រមត្តនវាធ្ងន់ធ្ងរវាបញ្ហាយើងវិញណាវាបញ្ហាយើងវិញវាជាប់គុកយើងវិញណាវាជាប់គុកវាទោសប្រមត្តនចឹងនេះគឺជាកលឹះមួយសំខាន់ដែរបងប្អូនយើងជាពលរដ្ឋខ្មែរយើងភាគច្រើនក៏គាត់ចំការច្រើនដែរខ្ញុំក៏សបោប្រិមិត្តយើងពីខេត្តកំពង់ចាមប្រិមិត្តយើងណាប្រិមិត្តថនរបស់យើងពីកំពង់ចាមច្រើនណាដែលគាត់ធ្វើចំការអញ្ចឹងបើសិនជាគាត់បានឃើញវីដេអូមួយនេះគាត់ឮសលេងខ្ញុំប្រហែលជាគាត់ស្គាល់ច្រើនហើយអ្នកចំការនៅខាងក្បែរភ្នំពេញយើងនេះជាប់ភ្នំពេញដូចជាខេត្តកណ្ដាលក៏មានប្រិមិត្តខ្ញុំសបោដែរនៅធ្វើចំការណានៅខេត្តកំពង់ចាមស្បូរជាងគេនៅខេត្តកណ្ដាលណាអញ្ចឹងបងប្អូនយើង
បងដែលបានលឺបានឃើញវីដេអូនេះហើយបាទយើងស្វែងយល់អំពីច្បាប់ទាំងអស់គ្នាទៅពួកខ្ញុំមិនបានចែកម្លេចច្បាប់តាក់ទងជាមួយនឹងច្បាប់ទៅកាន់វិទ្យុទេក៏ប៉ុន្តែខ្ញុំចែកម្លេចច្បាប់នៅក្នុងវីដេអូខ្លីក្នុង channel តែប៉ុណ្ណោះណាបងប្អូនយើងវាជាសារមួយក៏ដូចជាកលឹះមួយដើម្បីជួយការពារយើងដែរពេលខ្លះយើងអត់ដឹងទេយើងជាម្ចាស់ចំការយើងថាវាយចោលយើងធ្វើបាបចោលទៅដើម្បីការពារទ្រព្យសម្បត្តិក៏ប៉ុន្តែវាមិនមែនជារឿងការពារទ្រព្យសម្បត្តិដោយសារវាយគេទេយើងការពារយើងចាប់ចោលវាជាការពារទ្រព្យសម្បត្តិរបស់យើងហើយយើងប្តឹងយកសំណងវិញជាការពាររបស់យើងហើយក៏ប៉ុន្តែបើសិនយើងចាប់បានយើងវាយគេវាលែងទៅជារឿងមួយដែលការពារទ្រព្យសម្បត្តិហើយទោះយើងប្រាប់សមត្ថកិច្ចប្រាប់តុលាការថាយើងការពារទ្រព្យសម្បត្តិក៏គាត់អត់ឯកភាពដែរព្រោះវាឃើញបាត់ល្មើសជាក់ស្ដែងបានវាយគេមានណាវាជាចេតនាវាយគេមានអញ្ចឹងត្រូវតែសងសំណងការខូចខាតទៅកាន់ជនរងគ្រោះបានន័យថាចោលវាខ្លាចទៅជាជនរងគ្រោះវិញណាចឹងបងប្អូនយើងសូមចែកឲ្យដាច់ជាមួយនឹងចោលដែលអាណិតនឹងចោលមិនអាណិតបានន័យថាចោលដែលទលួចត្រឹមតែហូបកាពះខ្លួនឯងហូបឲ្យគ្រួសារហូបព្រោះវាអត់អីហូបណាវាអត់មានទោសទេអត់មានទោសជាប់ពន្ធនាគារទេគាត់ថាមានទោសសងសំណងគេការខូចខាតគេមកវិញណាវានៅជាប់ទោសអញ្ចឹងគាត់ទោសហ្នឹងគឺទោសស្រាលវាមិនអាចជាប់ពន្ធនាគារវាមិនអាចជាប់អីអញ្ចឹងណាគាត់សំណងការខូចខាតវិញទេហើយចោលដែលគួរឲ្យស្អប់ហ្នឹងគឺចោលលួចម៉ូតូលួចឡានលួចរបស់របរក្នុងផ្ទះមាសពេជ្រអញ្ចឹងណាអាហ្នឹងបានចោលគួរឲ្យស្អប់ណាអាហ្នឹងនៅជាប់គុកចោលគួរឲ្យស្អប់ហ្នឹងបងប្អូនយើងណាបាទអូខេអញ្ចឹងបងប្អូនយើងខ្ញុំក៏ចែកម្លែកជាមួយនឹងច្បាប់ហោះទៅក៏មានអារម្មណ៍ថាស្ទីកច្រើនជាប់បតុងពមៀនច្រើនដោយសារតែខ្ញុំចែកឲ្យតែចែកម្លែកពីច្បាប់គឺជាប់បតុងពមៀនច្រើនតែម្ដងខ្ញុំមិនដឹងថាក្រុមហ៊ុន Facebook គាត់គិតមិនទេខ្ញុំផុសនៅក្នុង page ណាបងប្អូនយើងគឺជាប់បតុងលឿងច្រើនបតុងលឿងគឺច្រើនមែនតើឲ្យតែចែកម្លែកពីច្បាប់ក៏ប៉ុន្តែ YouTube អត់អីទេបងប្អូនយើងណាខ្ញុំចែករំលែកអំពីច្បាប់ YouTube គឺ support ខ្ញុំច្រើនជាងគាត់គ្រប់គ្រងខ្ញុំណាក្រុមហ៊ុន YouTube គឺគាត់គ្រប់គ្រងតែម្ដងខុសប្លែកអីតែ YouTube page គឺអត់គ្រប់គ្រងសោះមិនដឹងថាគាត់គិតអីអាការចែកម្លែកពីចំណេះដឹងផ្នែកច្បាប់គឺគាត់អត់ឯកភាពបាទប្រទេសមួយណាក៏ដោយមិនថាកុម្មុយនីសថាផ្ដាច់ការទេគឺតែងតែយកច្បាប់ជាគោលក្នុងការដឹកនាំប្រទេសជាតិហើយបើមិនអោយចែកម្លែកច្បាប់តើពលរដ្ឋមិនចេះច្បាប់មិនដឹងអំពីច្បាប់បើមិនដឹងអំពីច្បាប់មិនចេះច្បាប់មិនបំពេញច្បាប់ដល់ពេលមិនបំពេញច្បាប់មិនដូចម្ចាស់ចំការលើខ្ញុំបានលើកឡើងគាត់អត់ដឹងគាត់ស្មានតែគាត់វាយបាក់ធ្វើបាបចោលអញ្ចឹងទៅគាត់ការពារទ្រព្យសម្បត្តិរបស់គាត់អត់ដឹងអំពីច្បាប់គាត់ទៅជាល្មើសច្បាប់វិញណាក៏ពិតគាត់ការពារទ្រព្យសម្បត្តិគាត់វាត្រូវហើយក៏ប៉ុន្តែត្រង់ថាគាត់ចាប់ទៅគាត់បញ្ជូនឲ្យសមត្ថកិច្ចមិនអីទេតែបើគាត់វាយធ្វើបាបទៀតនឹងបានថាវាចូលទោសព្រមត្តនហើយណាអានេះក៏ជាកលឹះមួយដែរចែកជូនទៅកាន់បងប្អូនយើងហើយក៏មានតែប៉ុណ្្នឹងដែរតាក់ទងជាមួយនឹងរឿងចោលយើងបែងចែកច្បាស់ណាបាទចោលមានបន្លំហ្នឹងវាមានច្រើនណាអាបន្លំហ្នឹងក៏គៀកនឹងចោលដែរអ្នកខ្លះបន្លំឧទាហរណ៍ថារឿងបន្លំមួយមានទោសបន្លំមួយអត់មានទោសណាបងប្អូនយើងបែងចែកច្បាស់ណាបែងចែកច្បាស់ជាមួយផ្នែកច្បាប់ណាបើសិនយើងបន្លំគេទៅហូបអាហារនៅក្នុងហាងគេតែយើងអត់មានលុយទេសួរថាមានទោសទេអត់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 មានទោសជាប់ពន្ធនាគារណាអត់មានទោសជាប់ពន្ធនាគារអាចថាបើសិនចាប់បានបញ្ជូនឲ្យសមត្ថកិច្ចជួយចេញលុយឲ្យចឹងទៅឲ្យបលែងគាត់ទៅវិញក៏ប៉ុន្តែមួយទៀតបន្លំមួយទៀតអត់មានលុយទេក៏ប៉ុន្តែបន្លំជិះតាក់ស៊ីបន្លំជិះឡានគេបន្លំជិះរថភ្លើងគេតែខ្លួនឯងមានលុយទេមានទោសត្រូវតែឲ្យលុយគេតែចាប់បានគឺបញ្ជូនទៅសមត្ថកិច្ចត្រូវតែឲ្យគាត់សងសំណងជិះនឹងឯងបាទគឺមិនអាចកិច្ចវេះបានទេបាទហ្នឹងគឺបែងចែកច្បាស់ណាបែងចែកច្បាស់ណាបន្លំគេអាហ្នឹងនិយាយរឿងចោលបន្លំបាទមួយចោលបន្លំហូបបាយមួយចោលបន្លំជិះរថយន្តអាចោលបន្លំជិះរថយន្តជាប់ទោសអាចោលហូបបាយហ្នឹងមិនមានទោសទេណាបែងចែកច្បាស់ចោលក៏បែងចែកច្បាស់ដែរចោលលួចក៏លួចមានពីរដែរមួយលួចរបស់មានតម្លៃជាប់គុកណាអាចោលលួចរបស់អត់មានតម្លៃដូចជាផ្លែឈើរបស់ហូបហ្នឹងគឺអត់ជាប់គុកទេគ្រាន់ត្រឹមតែសងសំណងការខូចខាតនឹងបណៃធ្វើពន្ធនាគារធ្វើកិច្ចសន្យាឈប់ធ្វើអញ្ចឹងដែរប៉ុណ្ណោះបាទអញ្ចឹងបញ្ជាក់ណាបងប្អូនយើងណាបែងចែកច្បាស់
កូនបងប្អូនយើងខ្ញុំមានសារតែប៉ុណ្្នឹងទេដោយសារតែមានបងប្អូនយើងគាត់ comment ហើយក៏ខ្ញុំឆ្លៀតចែកលេខជាបន្តចែកជូនទៅកាន់បងប្អូនយើងផ្នែកច្បាប់តែបងប្អូនយើងគាត់និយាយពីអារម្មណ៍អាហ្នឹងជារឿងរបស់គាត់ខ្ញុំមិនដឹងទេខ្ញុំនិយាយតាមផ្នែកច្បាប់តែខុសពីច្បាប់គឺខុសហើយតែត្រូវច្បាប់មកខុសច្បាប់តែច្បាប់ថាហ្នឹងខុសគឺខុសច្បាប់ថាត្រូវគឺថាត្រូវហ្នឹងហើយទោះយើងយល់ពីអារម្មណ៍របស់យើងថាយើងជាម្ចាស់ក៏ដោយក៏ប៉ុន្តែតែយើងខុសច្បាប់គឺខុសច្បាប់ណាចង់បញ្ជាក់អញ្ចឹងបាទអារម្មណ៍ផ្សេងច្បាប់គឺផ្សេងច្បាប់មិននិយាយពីអារម្មណ៍ទេបាទច្បាប់និយាយពីគុណធម៌និងការពិតណាអរគុណបងប្អូនយើងជម្រាបលាជួបខ្ញុំនៅវីដេអូក្រោយផងដែរ